សួស្តីប្រិយមិត្តទាំងអស់គ្នាវានេះគឺជាវាដែលយើងមកសាងសង់ផ្ទះនៅក្រោមបាតសមុទ្រនៅឋានប្រជុំនេះហើយអញ្ចឹងផ្ទៃកាឡារបស់យើងទិញបានទូចទេដីវាទូចមែនតើវាអត់ទាន់បានធំទេនេះតានេះប្លង់ទេដីវាធំតែគេឲ្យយើងធ្វើបានតែទូចសិនទេតែនេះខ្ញុំអត់ដឹងអាណាមុខអាណាក្រោយទេបងប្អូននៅសមុទ្រនេះវាវែងអស់ហើយខ្ញុំមកសាងសង់ផ្ទះថ្មីជូនបងប្អូនមើលកំសាន្តសម្រាប់ការសាងសង់ផ្ទះនេះខ្ញុំចំណាយពេលរយៈពេល1ម៉ោងជាងសាងសង់វាហើយវីដេអូនេះខ្ញុំចាប់ផ្ដើមតែមកបន្តិចខ្ញុំកាត់វាឲ្យវាចាក់សារវាដើរលឿនបន្តិចកុំឲ្យស៊ីម៉ោងច្រើនអញ្ចឹងយើងផុសតែ10នាទីទេវីដេអូហើយយើងចាប់ផ្ដើមវាយការ៉ូវាយអីវាទៅដើម្បីរៀបបដងជាងបដងពូបដងអីឡើងបន្ថែមទៅនេះខ្ញុំវាយការ៉ូបានប៉ុណ្នេះខ្ញុំអត់ធ្វើធំប្រហែលទេព្រោះអីដីយើងវាទូចអញ្ចឹងទៅបើយើងធ្វើធំអត់មានកន្លែងដាក់ស្អីទៀតទេវានៅឲ្យយើងដាក់អីបន្ថែមទៀតអញ្ចឹងហើយនេះផ្ទះយើងវាមានស្អាតឥឡូវយើងចាប់ផ្ដើមចាក់សារវាបងប្អូនសារវីដេអូនេះខ្ញុំធ្វើផ្ទះហ្នឹងសាងសង់វាចូល1ម៉ោងជាងអញ្ចឹងសារឲ្យវាខ្លីឲ្យវាលឿនឥឡូវយើងចាប់ផ្ដើមវាយជាងកតុងខាងមកដើម្បីឲ្យផ្ទះយើងវាមានលក្ខណៈខ្ពស់ជាងមុនបន្តិចហើយតនេះខ្ញុំដាក់កាប៉ូមកតង់ពីលើទៀតហើយកន្លែងនេះយើងរឹងគោលបងប្អូនណាផ្ទះបែបខ្មែរអញ្ចឹងយើងរកគោលណាលក្ខណៈមើលទៅដូចឈើនេះគោលរៀងទូចពេកបងប្អូនអត់ទាន់ដឹងអាហ្នឹងគេបរិចបានអត់ទេគោលយើងអត់ដឹងដែរដាក់បាគោលប៉ុណ្ណេះឥឡូវខ្ញុំស្រែស្រង់វាខ្ញុំយកវាយຂະຫນាតវាអីវាឡើងបដប់គោលឡើងសិនកន្លែងនេះតែយើងទៅផ្ទៃដីទូចតែនោះនៅសមុទ្រនេះវានៅបាតសមុទ្រនេះវាឲ្យយើងសាងសង់ផ្ទះហើយនៅមានអាផ្ទះលំហែកាយមួយទៀតតែខ្ញុំលឿនអត់ទាន់ដល់ទេឥឡូវយើងបដប់គោលបាន3គោលហើយតែនេះខ្ញុំចាប់ម៉ូតចាប់ຂະຫນាតវាត្រូវប្លង់បន្ទាត់វាបងប្អូនហើយយើងដាក់6គោលវារៀងស្ទើរខ្ញុំមកស្រែស្រង់ថែមគោលបន្ថែមទៀតទៅចាប់ផ្ដើមដាក់គោលកដាលមួយទៀតមកអូខ្ញុំដាក់មកជុំមកជួ3បដោយ3ទៅតឹង3អញ្ចឹងវាចូល9គោលបងប្អូននេះខ្ញុំចាប់ផ្ដើមបដោះបេតុងឡើងបងប្អូនព្រោះយើងបដោះបេតុងសិនបានយើងវាយការ៉ូបានហើយយើងវាយអានេះលុបចេញវិញអញ្ចឹងយើងបដោះបេតុងឡើងបដោះជាងច្រឡំបេតុងឥឡូវខ្ញុំចាប់ផ្ដើមនេះរៀបចំវាមកពួតជុំវិញសិនមកនេះយើងចាប់ផ្ដើមដាក់ការ៉ូនេះពីលើសិនហើយបានយើងចាប់ផ្ដើមលុបកាតុងនេះចេញវិញវាយវាចោលវិញព្រោះយើងដាក់ទៅវាពីលើវាអត់support ជាមួយគ្នាទេបើយើងដាក់ត្មងអញ្ចឹងតើយើងចាប់ជាងខាងហើយបានយើងដាក់នៅពីលើនេះចេញមកវាយនេះចោលសិនវាយចោលខ្ញុំអស់វាយទាំងអស់វាអត់បានវាឲ្យវាយមួយអញ្ចឹងតែនេះវារឿងយូរដែរយើងវាយមកប្លង់វាហើយតែយើងវាមិនស្អាតប្រហែលព្រោះខ្ញុំហ្នឹងខ្ញុំនឹកឃើញធ្វើខ្លួនឯងព្រោះអីខ្ញុំអត់ទាន់បានមើលប្លង់នៅក្នុងទូរស័ព្ទនៅអីចឹងទៅវាអត់ស្អាតប្រហែលទេអញ្ចឹងយើងធ្វើបានប៉ុណ្ណាយកប៉ុណ្្នឹងសិនហើយកន្លែងនេះផ្ទះនេះផ្ទះច្រើនពេកមិនដឹងចុះមកទៅណាទៅណីច្រើនពេកអត់ចំវាផ្ទះនៅបាតសមុទ្រហើយនៅមានផ្ទះលំហែកាយមួយទៀតអញ្ចឹងវាចូល3ផ្ទះហើយបងប្អូនផ្ទះយើងតែនេះខ្ញុំមកស្រែស្រង់ខ្ញុំបដោះបកគោលខុសបងប្អូនបដោះបកគោលខុសទៅវាខុសຂະຫນាតកាន់ចណ្ដើយើងតែនេះខ្ញុំកែវាដាក់ការ៉ូហើយដាក់ជាងឡើងបន្តិចមកដើម្បីឲ្យចណ្ដើយើងវាឡើងទៅដល់ផ្ទះយើងបងប្អូនដាក់មកវាស៊ីគ្នាបណ្ដោយវារៀងស៊ីគ្នាតែនេះខ្ញុំវាយចេញធ្វើផ្លូវឡើងហើយយើងចាប់ដើមស្លេចរកកាន់ដៃនេះដាក់កាន់ដៃកាន់ចណ្ដើនេះឥឡូវផ្ទះយើងចាប់ដើមមានຂະຫນាតនេះនេះគេថាចុចច្រឡំបងប្អូនមិញតែនេះយើងចូលមកវិញផ្ទៃដីយើងទូចទេកន្លែងមិញឥឡូវតែយើងបានប៉ុណ្នេះបានគ្រោងប៉ុណ្នេះយើងចាប់ដើមដាក់កាន់ដៃខាងខ្ញុំចាប់ដើមដាក់ហើយដាក់ឲ្យចេញម៉ូតលក្ខណៈខ្មែរយើងឲ្យវាទំនងតិចហើយខ្ញុំនឹងធ្វើផ្ទះថ្មីដែលបែបខ្មែរមួយទៀតតែដីខ្ញុំនៅទូចពេកផ្ទះធំខ្ញុំចឹងខ្ញុំចាប់តាមបដោះគោឡើងស្អាតបដោះជាងឡើងបងប្អូនព្រោះអីបើយើងបដោះជាងឡើងបានយើងដាក់ក្បឿងវាបានយើងអត់បដោះតើអត់បានទេតែយើងស្រែស្រង់វាយវាចេញខ្លះ
យើងស្រេកស្រង់មកតំណងចាំយើងធ្វើឥឡូវនេះខ្ញុំចាក់ពណ៌យកពណ៌ឈើបងប្អូនយកពណ៌ឲ្យវាដូចឈើទៅវាស្អាតបងប្អូនវិញវាលក្ខណៈខ្មែរយើងត្រូវការពណ៌ឈើវិញចាក់ពណ៌ឈើឥឡូវយើងចាក់ពណ៌ឈើលឿនមែនតើតែមិញវីដេអូសលេងខ្ញុំវាធ្លាក់ទៅខ្ញុំចូលសលេងថ្មីបងប្អូននេះយើងចាក់ពណ៌ខាងក្នុងបន្ថែមទៀតកុំឲ្យវានៅខាងក្នុងក៏វាស្អាតដែរបើយើងដាក់ពណ៌សចេះនេះចាក់ទៅហើយខ្ញុំដាក់ធ្វើបន្ទប់បងប្អូនព្រោះជាងធ្វើបន្ទប់រៀបអត់ច្រឡំនឹងជាងនិយាយខុសព្រោះអាតង់ហ្នឹងបងប្អូនយើងរៀបអត់វាហ្នឹងយើងនិយាយរៀបអត់មិនត្រូវជាងក៏ត្រូវដែរហើយកន្លែងនេះយើងបាយវាចោលសិនទៅកុំឲ្យវានៅញ៉ៃពេកហើយនេះយើងកាត់ដាក់បន្ថែមជាងទៅនេះមួយទៀតមកអញ្ជាងយើងចាប់ដើមចេញម៉ូតដល់នេះផ្ទះយើងចាប់ដើមវាយពណ៌វាដាក់ពណ៌ឈើបន្ថែមទៀតកុំឲ្យវានៅស្កេស្កាពណ៌សចេញមកពណ៌នេះទៅពេលចេញពណ៌ចេះវាតំណងមើលបងប្អូនហើយប៉ណ្ណិតមែនតើឥឡូវយើងចាប់ដើមដាក់ប្អូចនេះវាអត់ស្អាតទេខ្ញុំស្រែស្រង់ដាក់ទ្វាមុនទ្វានេះក៏ស៊ីជាមួយនឹងឈើនេះដែរគឺត្រូវការឈើកម្មៅរៀងក្រហមបន្តិចឥឡូវយើងចាប់ដើមដាក់ទ្វាខាងនេះមួយទៀតមកហើយខ្ញុំចាក់ពណ៌វាចេញជាពណ៌រៀងឈើចំតែម្ដងហើយនេះទេយើងបានប៉ុណ្នេះខ្ញុំចាប់ដើមស្រែស្រង់វាយដាក់ប្អូចបងប្អូនប្អូចយើងស្មានទៅតាណាថាវាយដាក់ប្អូចធ្វើស្អាតយើងដាក់តែនេះប្អូចធំពេកខ្ញុំចេញដាក់ប្អូចទូចនេះបានប៉ុណ្នេះហើយយើងស្ដាប់ប្អូចទៅនេះមួយទៀតមកខាងនេះមើលចំបន្ទប់យើងដេកទៅនេះតាខាងនេះមួយទៀតទៅអញ្ចឹងយើងបន្ទប់យើងមាន4ប្អូចយើងមាន4ហើយនេះកន្លែងនេះខ្ញុំលើកដបូលមកដាក់វាអត់ស៊ីទេអញ្ចឹងវាត្រូវការវាយបដោះការ៉ូពីលើទេគឺយើងហៅថាប្លង់សេបងប្អូននេះខ្ញុំរើសមកវាចេញកោងញ៉ៃខ្ញុំចាប់ម៉ូតអត់ស៊ីប្រហែលទេនេះស្រែស្រង់វាចេញកោងមកក្រោយខ្ញុំកែវាវិញទេព្រោះវាចេញប៉ោងមើលទៅអត់ទៅនៅព្រោះផ្ទះយើងវាច្រើនជ្រុងម៉ូតវាឥឡូវយើងចេញមកបានប៉ុណ្នេះហើយខ្ញុំចាប់ដើមស្រែបន្ថែមដបូលវាចេញមកខ្មែរបដ ாய்ដបូលនេះតែយើងអត់ទាន់ចេះលេងម៉ូតទេយើងធ្វើអានេះយើងធ្វើខ្លួនឯងបើចាំលើក្រោយខ្ញុំមើល YouTube ខ្ញុំធ្វើផ្ទះថ្មីហើយផ្ទះមួយខ្ជិលធ្វើអង្គុយធ្វើ1ម៉ោងវីដេអូឥឡូវយើងស្រែស្រង់បដោះពូលទៅនេះឲ្យវាចេញមកមានមុំមានអីស្អាតតែកុំឲ្យវាអត់មានពូលនៅខាងមុខក៏វាមិនតំណងដែរខាងមុខនេះឥឡូវយើងកាត់ពូលចោលមួយ3ពូលនៅខាងមុខមកឥឡូវផ្ទះយើងចេញមកបានប៉ុណ្នេះបងប្អូនមើលទៅទំនងមែនតើនេះនៅក្រោមបាតសមុទ្របងប្អូននៅឋានប្រជុំអ្នកផ្ទះនេះយើងធ្វើនៅឋានប្រជុំអ្នកឥឡូវខ្ញុំថាដាក់ចណ្ដើវាថាចណ្ដើយើងធ្វើអត់ទាន់ស្អាតទេព្រោះយើងចាប់ប្លង់ខុសពីយើងបដោះគោលនោះនេះយើងដាក់អីវ៉ាន់ចូលទៅស្អីខ្លះទេបងប្អូនតែនេះយើងដើរទៅលឺហ្នឹងយើងដើរជួនទៅលឺភ្លេងបងប្អូននេះខ្ញុំឃើញវាចំហអត់សូវស្អាតបកគោលវាទូចអញ្ចឹងទៅវាអត់ស្អាតទេអញ្ចឹងខ្ញុំចាប់ផ្ដើមចាប់ជាងយកធ្វើកន្លែងផ្ទះបាយទៅខាងក្រោមផ្ទះហ្នឹងមកទៅដើម្បីឲ្យវាឃើញស្អាតបងប្អូននេះខ្ញុំបដោះបន្ថែមទៅដោះស្រែស្រង់នេះខ្ញុំបដោះខ្ញុំខ្ជិលចុចកន្លែងរូបភ្នែកអញ្ចឹងទៅបើរូបភ្នែកយើងបដោះធ្វើបានលឿនយើងវានៅក្រោមផ្ទះវាឆ្អ៊ីតព្រោះយើងចុះមកធ្វើខ្លួនឯងទៅវាល្អជាងយើងចាក់រូបភ្នែកហើយយើងបដោះមែនតើបងប្អូននេះបដោះរៀបអត់មកបដោះរហូតនិយាយខុសតរហូតមែនជាប់មាត់ហើយតនេះយើងស្រែស្រង់បន្ថែមដែរមិញយើងវារៀងយូរដែរព្រោះយើងបដោះមួយវាមិនដូចថាយើងចាញ់អត់មានឃើញរូបមនុស្សនោះវាបដោះបានច្រើនដាក់មកហើយតនេះវាចេញគោលអត់សូវស្អាតបងប្អូនគោលវាជាប់ញ៉ៃនេះខ្ញុំចាប់ម៉ូតនៅខាងក្រោយមួយឲ្យវាមើលឃើញស្លាស់វាចាប់ម៉ូតចេះវាចេញដំណងមួយយ៉ាងដែរអាម៉ូតខ្ញុំថាយកដាក់នៅលើដាក់នៅអីវាចេញមកតិចតែដាក់កើតតែនេះយើងស្រែស្រង់ដាក់ក៏មែនដែរកន្លែងខ្ញុំបងស្រែ
វីដេអូមិញខ្ញុំ record វាដាច់បងប្អូនដាច់អីយើងចូលកន្លែងនេះវីដេអូតបងប្អូនណាឥឡូវយើងចាប់ផ្ដើមរៀបចំវីដេអូតយើងមករៀបចំកើនៅផ្ទះបញ្ញានេះយើងវាយគោលវាចេញវីដេអូអត់ស្អាតទេបើមិនចង់ឲ្យស្អាតយើងវាយចេញស្រែស្រង់ថែមទៅតាមចិត្តយើងស្រឡាញ់នេះដាក់ប្អួចមួយទៀតទៅឥឡូវផ្ទះយើងមកមើលពីខាងមុខឃើញនេះប្លង់វាអែមបដ ாய் វាចេញមកប៉ុណ្នេះបានប៉ុណ្នេះវាប៉ុណ្នេះគូសមសម្រាប់យើងដៃថ្មីយើងនេះមិនមែនជាងឬក៏វិស្វករធ្វើផ្ទះទេអញ្ចឹងយើងគូប្លង់បានប៉ុណ្នេះធ្វើម៉ូដប៉ុណ្នេះបានហើយខែកន្លែងនេះខ្ញុំធ្វើបង្ហាញពីផ្ទះខ្ញុំថា screenshot វាបង្ហាញម៉ូដផ្ទះនៅលើ thumbnail វីដេអូដល់អញ្ចឹងទៅវារៀងយូរទេនេះខ្ញុំរៀបចំឲ្យវ៉ាន់ដាក់ចូលស្អីខ្លះយើងចេះតុបតែងទេនៅក្នុងនេះហើយដីយើងទូយើងដាក់បានកលាដីនៅសល់ប៉ុណ្នេះខ្ញុំមកខ្ជិលធ្វើមើលកាន់ចន្ទាយើង space ក៏មានដែរយ៉ាហើយនេះផ្ទះបាយទេអីហ្នឹងយើងគ្រឿងទេសគ្រឿងអីដាក់ចូលអស់មកទូតោញអីដាក់ចូលទៅនេះស្អាតនេះតែអត់ដឹងប្រាប់ស្អីគេទេខ្ញុំឃើញវាច្រើនពេកនៅក្នុងកាបូបខ្ញុំយកដាក់ចូលអស់đấyកុំឲ្យវានៅស្កេស្កាពេកហើយនេះឡាបូលាងប្រាប់លាងដៃពេលយើងចូលទប់ទឹកជួយតែនេះខ្ញុំអត់ទាន់បានធ្វើទប់ទឹកទេដោយសារដីវាទូចអញ្ចឹងយើងធ្វើបានតែបាយសិនទេទប់ទឹកចាំយើងធ្វើមួយដាច់ដល់ឡៃទៀតយ៉ាឥឡូវមើលបានប៉ុណ្នេះហើយនេះវាគូសមហើយផ្ទះយើងបើផ្ទះមែនតើនៅបានប៉ុណ្នេះក៏ល្អដែរហើយនេះយើងវីដេអូវាខ្ញុំរវល់ខ្ញុំបានលេងកន្លែងនេះវាទុកចោលអញ្ចឹងវីដេអូនេះនេះគេលោតហៅយើងទៅស្ទូចត្រីនេះតែយើងនៅរៀបចំផ្ទះយកបានទៅអញ្ចឹងវីដេអូនេះវាមានតែប៉ុណ្្នឹងទេវាបញ្ចប់ហើយបងប្អូនហើយបើបងប្អូនចង់រៀនលេងហ្គេមនេះចាំខ្ញុំប្រាប់ពីតិចនិចកន្លែងខ្លះយើងអត់ចេះ plan អត់ចេះអីទៅតាមវាដាក់ឲ្យទេរកអត់ឃើញអញ្ចឹងចាំខ្ញុំប្រាប់នៅក្នុងវីដេអូក្រោយអរគុណច្រើន